បងប្អូននេះទីធ្លាវត្តអារាមមកកន្លែងទៀតនៅក្នុងប្រទេសចិនដែលពួកខ្ញុំបានទៅលេងកាលពីម្សិលមិញនិយាយទៅប្រពៃណីទំនៀមទម្លាប់វាអត់ខុសគ្នាទេប្រទេសមួយក៏តែងតែមានប្រពៃណីទំនៀមទម្លាប់ប្រចាំប្រទេសរបស់គេនីមួយហើយដូចប្រទេសខ្មែរយើងអញ្ចឹងវត្តអារាមរបស់យើងគឺរៀបចំមិនហើយសម្រាប់ប្រទេសចិនគឺគេរៀបចំមិនគឺទៅតាមទំនៀមទម្លាប់របស់គេហើយនៅចិនគឺអត់ចោលទេសម្រាប់គេហៅភាសាអស់ហ្នឹងណានិយាយទៅកន្លែងណាក៏ដូចកន្លែងណាដែរមានគ្រប់កន្លែងគឺអត់មានចោលទេអត់ដឹងថាប្រវត្តិសាស្ត្ររបស់គេវារបៀបម៉េចទេបងប្អូនប៉ុន្តែសម្រាប់វត្តនេះមួយខ្ញុំឃើញការរៀបចំរបស់គេគឺបានស្អាតល្អមានសួនមានអីគេត្រឹមត្រូវអីអញ្ចឹងទៅហើយសម្រាប់យ័ន្តនេះវាលក្ខណៈដូចយើងទិញយើងមិនទៅដល់គេចែកឲ្យយើងឯងយើងទិញគេទៀតនៅក្នុងវត្តហ្នឹងយើងទិញហើយយើងទៅសេចានៅលើហ្នឹងទៅសូមសេចក្តីសុខសប្បាយសូមឲ្យមានសុខភាពល្អអីអញ្ចឹងទៅហើយសម្រាប់ខ្ញុំដឹងស្រាប់ហើយខ្ញុំអត់សូវចេះចិនទេអញ្ចឹងតែខ្ញុំបួងសួងគឺខ្ញុំនិយាយភាសាខ្មែរខ្ញុំទៅសេក៏ខ្ញុំទៅសេជាភាសាខ្មែរដែរហើយសង្ឃឹមថាព្រះនៅប្រទេសចិនគាត់យល់ហើយគាត់អាចឲ្យពរជ័យមកដល់គ្រួសាររបស់ខ្ញុំបានសូមតែសេចក្តីសុខសប្បាយរស់ស៊ីមានបានហើយនឹងសូមឲ្យសុខភាពល្អទាំងម្ដាយទាំងកូនតែប៉ុណ្្នឹងទេសម្រាប់ខ្ញុំទៅដល់វត្តណាបួងសួងសូមសេចក្តីប្រាថ្នាគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយសម្រាប់យន់ហ្នឹងពេលដែលគេសរសេរហើយគេយកមកចងនៅកន្លែងដើមឈើនេះទៀតបងប្អូនដើមឈើហ្នឹងវាខ្ពស់បើខ្ញុំចងអត់ដល់ទេអញ្ចឹងបើប្តីខ្ញុំក៏ខ្ពស់គាត់ចងដល់ហើយសម្រាប់ខ្ញុំចង់ចងដើមឈើប៉ុន្តែដោយសារដើមឈើវារាងធំដែរអញ្ចឹងអាក្តាស់យន់កណាត់ហ្នឹងគឺចងអត់បានទៀតអញ្ចឹងហើយចុងក្រោយខ្ញុំឲ្យប្តីខ្ញុំគាត់ជួយចងឲ្យទៅដែរ